តិតនេះឃើញសាច់ជ្រូក3ជាន់ល្អក៏នឹកឃើញទិញយកមកធ្វើសាច់ជ្រូកសំយ៉ុងដោយសារតែឃើញវីដេអូនៅក្នុង Facebook ឬមួយក៏ YouTube អីឃើញចិនគេធ្វើមើលទៅដូចទំនងពេកហើយសាច់ជ្រូកសំយ៉ុងនេះយើងធ្វើអញ្ចឹងយើងអាចទុកបានយូរសាច់ជ្រូកខ្ញុំថ្ងៃនេះមាន1គីឡូ8ខាំខ្ញុំដាក់ស្រាវីស្គីបងប្អូនអត់មានស្រាវីស្គីដាក់ស្រាថ្នាំចិនឬមួយក៏ស្រាសអីក៏បានដែរខ្ញុំដាក់5ស្លាបព្រាបាយតែមុនដំបូងខ្ញុំដាក់3ស្លាបព្រាបាយសិនហើយយើងច្របល់សិនពេលដែលមើលថាឃើញរាងស្ទើរខ្ញុំបន្ថែមមួយទៀតយើងបន្ថែមបន្តិចម្ដងអញ្ចឹងអាស្រ័យលើសាច់យើងប្រឡាក់ស្រាថ្នាំចិនអញ្ចឹងសាច់យើងឈ្ងុយហើយយើងអាចទុកបានយូរគាត់ដុះផ្សិតទេបន្ទាប់មកខ្ញុំដាក់អំបិលកន្លះស្លាបព្រាបាយទឹកស៊ីអ៊ីវ2ស្លាបព្រាបាយចំពោះទឹកស៊ីអ៊ីវវិញគឺខ្ញុំប្រើទឹកស៊ីអ៊ីវម៉ាក់ម៉ាស៊ីទៅប្រៃល្អហើយស្ករសខ្ញុំដាក់3ស្លាបព្រាបាយដោយសារតែខ្ញុំចង់បានផ្អែមប្រៃម្រេចម៉ដ្ឋ1ស្លាបព្រាកាហ្វេម្សៅស៊ុប1ស្លាបព្រាកាហ្វេរួចហើយខ្ញុំដាក់ម្ទេសហុយ1ស្លាបព្រាបាយបន្ទាប់មកយើងច្របល់គ្រឿងទាំងអស់ឲ្យបានសព្វគ្នាមើលថារាងស្ទើរក្រហមខ្ញុំថែមទឹកស៊ីអ៊ីវខាប់1ស្លាបព្រាកាហ្វេដើម្បីឲ្យសាច់យើងគឺបានក្រហមឆ្អិនឆ្អៅល្អដោយសារតែខ្ញុំប្រើទឹកស៊ីអ៊ីវម៉ាស៊ី2ស្លាបព្រាបាយហើយអញ្ចឹងហើយយើងដាក់តែ1ស្លាបព្រាកាហ្វេបានហើយទឹកស៊ីអ៊ីវខាប់បើយើងដាក់ច្រើនពេកក៏រាងល្វីងដែរដោយសារតែទឹកស៊ីអ៊ីវខាប់នេះគេកំឡោយស្កររួចហើយយើងច្របល់ឲ្យសាច់យើងគឺថាបានចូលគ្នាល្អបន្ទាប់មកខ្ញុំតម្រៀបឲ្យបានស្មើបើបងប្អូនចង់ហាលភ្លាមបងប្អូនទុក1ម៉ោងទៅ3ម៉ោងអីគឺអាចហាលបានហើយតែដោយសារខ្ញុំប្រឡាក់រៀងល្ងាចដែរហើយណាមួយអត់សូវមានថ្ងៃផងអញ្ចឹងហើយខ្ញុំដាក់ក្នុងទូទឹកកកទុកសិនព្រឹកឡើងខ្ញុំយកចេញមួយសន្ទុះដើម្បីឲ្យវារៀងអន់តិចបន្តិចបន្ទាប់មកយើងច្របល់ឲ្យសាច់យើងគឺថាបានទន់ល្អឲ្យវាបានចូលជាតិសិនទើបយើងដាក់ហាលដោយសារតែខ្ញុំអត់សូវមានថ្ងៃអញ្ចឹងហើយខ្ញុំហាលមួយថ្ងៃអត់ស្ងួតទេបើបងប្អូនមានថ្ងៃខ្លាំងអីយើងហាលតែមួយថ្ងៃគឺស្ងួតហើយសាច់សំយ៉ុងនេះគឺគេត្រូវការស្ងួតល្អទើបយើងទុកបានយូរហើយយើងអាចយកមកអាំងហូបក៏បានឬមួយក៏បងប្អូនត្រូវការចង់ឆាឬមួយក៏អីយើងអាចយកមកឆាធ្វើម្ហូបផ្សេងបានទៀតផងដែរយើងតម្រៀបដាក់នៅក្នុងថាសអញ្ចឹងទៅដោយសារតែថាសខ្ញុំរៀងប្រហោងធំអញ្ចឹងហើយគឺដាក់អត់សូវស្រួលទេបងប្អូនហើយខ្ញុំហាលនៅក្នុងសណាញ់ដើម្បីកុំឲ្យមានរុយព្រោះខែនេះរុយច្រើនណាបងប្អូនខ្ញុំហាលប្រហែលជា3-4ម៉ោងខ្ញុំទៅត្រឡប់គឺថានៅទុនអត់សូវស្ងួតទេហើយណាមួយខ្ញុំហាលថ្ងៃដែលខ្ញុំធ្វើហ្នឹងគឺមេឃក្តៅគួសមតែដល់ស្អែកឡើងមេឃភ្លៀងអញ្ចឹងហើយខ្ញុំយកដាក់ទូទឹកកកសិនឥឡូវនេះខ្ញុំយកដាក់ក្នុងប្រអប់ដាក់ទូទឹកកកសិនប្រហែលជាស្អែកឡើងខ្ញុំត្រូវហាលមួយថ្ងៃទៀតតែមេឃភ្លៀងអញ្ចឹងប្រហែលជាហាលក្នុងម៉ាស៊ីនបងប្អូននេះនៅសើមឡើយអត់ទាន់ស្ងួតទេត្រូវហាលឲ្យស្ងួតជាងហ្នឹងទើបយើងអាចទុកបានយូរបើឃើញវីដេអូចិនគេធ្វើបងប្អូនគេអត់ដាក់ក្នុងទូទឹកកកអីគេទុកនៅខាងក្រៅដោយសារតែយើងប្រើស្រាអញ្ចឹងគឺថាអត់ដុះផ្សិតទេតែបើសិនជាបងប្អូនមានទូទឹកកកយើងដាក់ក្នុងទូទឹកកកទៅគឺកាន់តែល្អឬមួយក៏ដាក់ក្នុងទូកកក៏បានពេលដែលយើងចង់ហូបយើងគ្រាន់តែយកចេញមកយកដាក់អាំងឬមួយក៏យើងយកធ្វើម្ហូបផ្សេងយើងឆាជាមួយបន្លែអីបងប្អូននិយាយពីឆ្ងាញ់សាច់នេះអរគុណ